បាទសួស្តីអ្នកនរបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់កម្មវិធី Microsoft Excel បាទអញ្ចឹងនេះគឺជាកម្មវិធី Microsoft Excel ណាបាទអញ្ចឹងដើម្បីបើកវាគឺយើងចុច mouse ឆ្វេងបាទ2ដងមកលើ shortcut ហ្នឹងទៅបាទហើយចុច blank មកបាទគឺបើកបានហើយបាទអញ្ចឹងនេះយើងបើកតាមរយៈ shortcut ណាអញ្ចឹងបើសិនជាយើងអត់មាន shortcut ទេយើងអាចទាញវាមកដាក់បានឧទាហរណ៍ខ្ញុំលុប shortcut នឹងចេញហើយបន្តមកទៀតខ្ញុំចូលទៅ start ហើយរកមើលកម្មវិធី Excel អញ្ចឹងអានេះរបៀបមួយទៀតណាយើងបើកតាម start menu ណាអញ្ចឹងយើងមកចុចលើវាមួយមកបាទគឺយើងបើកបានដូចគ្នាដែរបាទបើកបានដូចគ្នាអូខេអញ្ចឹងខ្ញុំបិទសិនរបៀបបិទយើងបិទនៅលើនេះតែម្ដងក៏បានឬក៏ចុចនៅលើ keyboard របស់យើងចុច Alt បូកជាមួយនឹង F4 ណាអូខេអញ្ចឹងខ្ញុំចង់បង្ហាញអ្នកនរគ្នាពីការយក shortcut បាទមកដាក់លើផ្ទៃ desktop របស់យើងបាទយើងចុច start មកហើយយើងរកមើល Excel ណាឥឡូវយើងចុចលើវាជាប់បាទចុចមកឆ្វេងលើវាជាប់ហើយយើងអូសវាចេញមកបាទបលែងនៅលើ desktop របស់យើងបាទអញ្ចឹងយើងនឹងបាន shortcut មកហើយបាទអូខេអញ្ចឹងខ្ញុំបង្ហាញអ្នកគ្នាពីរបៀបហើយបាទរបៀបទី1គឺយើងបើកនៅលើ shortcut របៀបទី2យើងបើកនៅលើ start menu បាទអញ្ចឹងយើងអាចបើករបៀបមួយទៀតបាទយើងចូលទៅ command prompt ក៏បានឬក៏យើងចុច start អក្សរ O បាទហើយយើងវាយពាក្យថា Excel ណាបាទវា Excel ចឹងមកហើយយើងចុច OK ទៅបាទគឺបើកកម្មវិធី Excel ហើយបាទហើយឧទាហរណ៍ថាខ្ញុំចុច blank មួយមកបាទគឺយើងអាចប្រើប្រាស់នៅលើបាទយើងអាចប្រើប្រាស់កម្មវិធី Excel បានអញ្ចឹងខ្ញុំបង្ហាញពីរបៀប save ណាឥឡូវខ្ញុំសរសេរនៅលើ cell នេះ hello បាទ hello បន្តមកទៀតខ្ញុំ save បាទចុច control S ក៏បានឬក៏ file យកពាក្យថា save ហើយនឹង save as បាទពីរហ្នឹងគឺមួយ save បន្ថែមទៅលើ file ចាស់របស់យើងប៉ុន្តែសម្រាប់ file ថ្មី save ហើយ save as នេះគឺដូចគ្នាទេអញ្ចឹងខ្ញុំចុច save បន្តមកទៀតយើងជ្រើសរើសទីតាំងដែលយើងចង់រក្សាទុកឥឡូវខ្ញុំប្រើទៅបាទយកទៅដាក់នៅលើ desktop ចុះណាលើ desktop ហើយបន្តមកទៀតឈ្មោះនេះខ្ញុំដាក់book 1អញ្ចឹងទៅហើយខ្ញុំចុចពាក្យថា save បាទអញ្ចឹង file នេះគឺ save បានហើយបាទអញ្ចឹងបន្តមកទៀតបើសិនជាយើងចង់បើក file ណាមួយដោយផ្ទាល់ណាបើកវាធ្វើកិច្ចការងារបន្តគឺយើងគ្រាន់តែទៅរកទីតាំង file ដែលយើងបានរក្សាទុកនោះមកហើយចុចលើវាពីរដងទៅបាទអញ្ចឹងវាបើកដូចគ្នាដែរណាបើកដូចគ្នាដែរហើយខ្ញុំសរសេរពីក្រោមនឹងទៀតទៅថាសន្តិបន្តមកទៀតខ្ញុំចុច save អញ្ចឹងពេលដែលខ្ញុំចុច save គឺវាអត់ទាមទារឲ្យដាក់ឈ្មោះថ្មីជ្រើសរើសទីតាំងថ្មីទេគឺគ្រាន់តែ save អ្វីដែលយើងបានថែមឬក៏កែប្រែនៅលើ file របស់យើងហើយបន្តមកទៀតខ្ញុំសរសេរ save as ហើយខ្ញុំតេស្ត save as ឲ្យអ្នកនរគ្នាមើលចុច file ហើយ save as បាទប្រើទៅអញ្ចឹងមានន័យថាយើងត្រូវដាក់ឈ្មោះថ្មីឲ្យ file ហ្នឹងហើយជ្រើសរើសទីតាំងថ្មីឲ្យ file ហ្នឹងឥឡូវខ្ញុំដាក់នៅលើ desktop ដូចគ្នាដែរបាទហើយបន្តមកខ្ញុំដាក់ book 2ណា book 2កែវាដាក់ book 2ទៅបាទ file name ហើយយើងចុច save មកបាទអញ្ចឹង file របស់យើងនេះគឺ book 2ណា book 2ឥឡូវខ្ញុំបិទហើយយើងទទួលបាន file 2បាទឥឡូវខ្ញុំបើក book 1បាទ book 4មានត្រឹមប៉ុណ្នេះទេបាទហើយខ្ញុំទៅមើល file save as ដែលខ្ញុំ save as មកវាមានន័យថាវាបាន file ថ្មីមកនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាបាទអញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំ